ការសន្សំសំចៃទឹកចូលអានអត្ថបទសម្ដែងទស្សនៈខាងក្រោមដែលគេនិយាយពីអ្វីខ្លះមនុស្សសត្វនិងរុក្ខជាតិសុទ្ធតែត្រូវការទឹកដើម្បីរស់បច្ចុប្បន្ននេះបរិមាណទឹកសាបមានចំនួនតិចណាស់ប៉ុន្តែបរិមាណមនុស្សកាន់តែកើនឡើងអ្នកវិទ្យាសាស្ត្របានទស្សន៍ទាយថានៅឆ្នាំ2015ប្រទេសជាច្រើននៅលើពិភពលោកនេះនឹងខ្សោះទឹកប្រើប្រាស់ដូច្នេះបើយើងទាំងអស់គ្នាមិនបានយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ទឹកឲ្យសន្សំសំចៃនោះយើងនឹងជួបនៅកង្វះទឹកនៅអនាគតមិនខានដើម្បីសន្សំសំចៃទឹកមានមនុស្សមួយចំនួនបញ្ចេញទស្សនៈផ្សេងៗគ្នាដូចជាមនុស្សខ្លះយល់ថាត្រូវងូតទឹករយៈពេលខ្លីដើម្បីកុំឲ្យអស់ទឹកច្រើននៅពេលបោកខោអាវត្រូវដាក់ទឹកឲ្យស្របនឹងបរិមាណខោអាវនោះម្យ៉ាងទៀតត្រូវចេះច្នៃប្រឌិតយកទឹកដែលប្រើរួចទៅចាក់បង្គន់ឬស្រោចដំណាំចំណែកអ្នកខ្លះទៀតយល់ថាត្រូវងូតទឹកដោយចាក់បង្ហូរតិចៗចំពោះអ្នកប្រើម៉ាស៊ីនគួរងូតទឹកផ្កាឈូកមិនត្រូវបង្ហូរទឹកសម្រាប់ដោះធ្មេញឬលាងវត្ថុផ្សេងៗហើយត្រូវបិទក្បាលម៉ាស៊ីនទឹកឲ្យជិតល្អនៅពេលប្រើរួចហេតុនេះយើងត្រូវនាំគ្នាសន្សំសំចៃទឹកទោះបីប្រើវិធីណាក៏ដោយដើម្បីទប់ស្កាត់បង្ក្រាបដណ្ដើមទឹកនៅពេលអនាគត